បាទជំរាបសួរថ្ងៃនេះយើងបន្តទៅទៀតតពីថ្ងៃមុនគឺតាកតងទៅនឹងការដាក់និទេសរបស់សិស្សដែលថ្ងៃមុនយើងបានដាក់របៀបគណនារួមជំភាគនិងចំណាត់ថ្មីហើយថ្ងៃនេះយើងបន្តទៅមុខទៀតគឺដើម្បីរកនិទេសរបស់សិស្សលោកអ្នកគ្រូត្រូវឲ្យពាក្យស្មើ if ផ្លេចបើកវងកញ្ចក់ហើយចូលលេខរៀងនៃឈ្មោះលេខរៀងទី1ស្មើបាទតពីការដាក់សញ្ញាស្មើរួចហើយយើងត្រូវដាក់សញ្ញាផនត្រៈ2ដងបៀផនត្រៈ2ដងបៀម្ដងទៀតនៅលក្ខខណ្ឌរបស់វាណា if បើកវងកញ្ចក់ឈរនៅលើនេះលោកអ្នកគ្រូទៅឈរនៅលើមធ្យមភាគនេះបើមធ្យមភាគរបស់វាតូចជាងដូចជាង5មានន័យថាម៉េចមានន័យថាសិស្សហ្នឹងគឺបាននិទេស F បាទ F អញ្ចឹងបិទផនត្រៈវិញបាទតមកក្បៀប្រសិនបើ if ប្រសិនបើបើកវងកញ្ចក់ឈរលើមធ្យមភាគដដែលលេខរៀងទី1ដដែលបើសិស្សហ្នឹងបាទមានមធ្យមភាគតូចជាងឬស្មើ6មានន័យថាគាត់ទទួលបាននិទេស E បាទ E ហើយបិទមកចោលវិញ if តទៀតគឺចូលនៅរូបមុនគឺដែរទេបាទតូចជាងឬស្មើ7បាទស្មើ7មានន័យថាសិស្សហ្នឹងទទួលបាននិទេសតោបៀ1ហើយបើផនត្រៈសិស្សហ្នឹងទទួលបាននិទេស D បាទបិទមកចោលវិញមក if តទៅទៀតក្បៀសមួយទៀតហើយបើ if បើវងចោប្រសិនបើនេះគឺវិជុំភាគរបស់សិស្សតូចជាងឬស្មើ8មានន័យថាសិស្សនឹងទទួលបាននិទេស C បាទបិទផនត្រៈវិញបៀសមួយទៀតប្រសិនបើ if ដូចគ្នាដដែលបើវងចោវិជុំភាគរបស់សិស្សនេះតូចជាងឬស្មើ9មានន័យថាក្បៀសមួយទៅបើផនត្រៈសិស្សនឹងគឺទទួលបាននិទេស B បិទផនត្រៈមកវិញក្បៀសមួយទៀតហើយមកពាក្យ if បើកវងកញ្ចក់ចូលលើមធ្យមភាគនឹងដដែលបើសិនជាតូចមធ្យមភាគវាតូចជាងឬក៏ស្មើ10ក្បៀសមួយមានន័យថាសិស្សនឹងគឺទទួលបាននិទេស A ហើយយើងរាប់ចំនួនវងកញ្ចក់យើងមាន1 2 3 4 5 6 7បាទយើងមាន7វងកញ្ចក់យើងបាត់7មក1 2 3 4 5 6 7យើងមើលសម្គាល់លើវងកញ្ចក់ក្រោយគេបង្អស់នេះគឺកន្លែងនេះគឺមានពណ៌ខ្មៅដូចជាខាងដើមមានន័យថាគឺត្រឹមត្រូវបាទ enter ជាការស្រេចបាទបន្ទាប់មកយើងអូនយកតែម្ដងបាទយកចំណុចថ្នាក់សង្កេតយកនិទេសរបស់វាពេលនេះយើងឃើញនិទេសសិស្សហើយបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងជួបគ្នាវីដេអូក្រោយសូមអរគុណ